បាទពួកយើងវិលត្រឡប់មកវិញភាសាទៀតហើយហើយនេះគឺ session ទី3តាក់ទងទៅនឹង methods ជាមួយនឹង arrays នៅក្នុង session មួយហ្នឹងគឺពួកយើងនឹងរៀនអំពី collection ដែលវាមាន concept ដែលប្រហាក់ប្រហែលទៅជាមួយនឹង array ហើយយើងមើលថា static member ហ្នឹងវាមិនខ្លះវាគឺជា attribute operation ហើយតាក់ទងទៅនឹង parameter ហ្នឹងមានច្រើនដូចជាមានសម្រាប់ធ្វើការ input output ហើយតាក់ទងទៅនឹង value type ជាមួយនឹង reference type ហើយ recursive តាក់ទងទៅនឹង concept អំពី scope ថាតើ scope នៅក្នុងភាសា programming ហ្នឹងមានន័យថាម៉េចហើយចុងក្រោយគឺ validate ជាមួយនឹង input ឥឡូវយើងមើលទាំងអស់គ្នាតែម្ដងទៅយើងឃើញថាមាន task ចំនួន3ហើយនេះឥឡូវចាប់ផ្ដើមទៅថាវានៅក្នុងនេះគឺយើងនឹងរៀនអំពី collection ដែលវាគឺជានេះគឺអត់តតាក់ទង collection ទេគឺគេគ្រាន់តែនិយាយថាវា data ហើយជាមួយនឹង method ហើយនេះគឺតាក់ទងនឹង array ដែល array ដែលយើងធ្លាប់រៀនបើសិនជាអ្នកទាំងអស់គ្នាបានរៀននៅភាសាផ្សេងៗទៀតគឺវាគឺជា array ដែលខ្ញុំនឹងនិយាយបន្តទៀតវាគឺជា fixed length ដែលប្រវែងរបស់វាគឺ fix ហើយនៅក្នុង C# នេះគឺ Microsoft.net វាមាននៅតាក់ទងទៅនឹងប្រហាក់ប្រហែលទៅនឹង array ដែរគេហៅថា generic array ហើយយើងចាំមើលទាំងអស់គ្នាហើយនេះគឺ for each ដែលបន្ទាប់មកទៀតនេះគឺតាក់ទងទៅនឹង static ជាមួយនឹង constant member ដែលវាអនុញ្ញាតឲ្យ attribute ឬក៏ operation ធ្វើការ define អាចនឹងធ្វើការ define ដែលវាគឺជាផ្នែកមួយរបស់ class យើងមើលតមកទៀតទៅនេះគឺគ្រាន់តែជា introduction ទេយើងនឹងធ្វើការចូលទៅកាន់ detail តាក់ទងទៅនឹងចំណុចទាំងអស់នេះហើយដូចខ្ញុំនិយាយបានពីដំបូងអញ្ចឹងគឺ method វាមាននៅ pass by value ជាមួយនឹង pass by reference តាក់ទងនឹង method overloading recursive data type conversion conversion នេះគឺវាមាន2គឺតាក់ទងទៅនឹង argument promotion ហើយនឹង casting ហើយយើងមើលបន្តមកទៀតនេះគឺតាក់ទងទៅនឹង collection ដែលជាវាមានtwo type of collections នៅក្នុង unit ហ្នឹងគឺយើងផ្ដោតសំខាន់ទៅលើពីប្រភេទនៃ collection គឺ array ជាមួយនឹង generic collection ដែល array គឺដូចយើងបានដឹងហើយនៅភាសាជាច្រើនគឺមានវាដែលវាជាលក្ខណៈ fixed length ដែលប្រវែងរបស់ array ហ្នឹងទំហំរបស់ array ហ្នឹងគឺវាត្រូវបានកំណត់តាំងពីពេលដែលយើងបង្កើតវាដំបូងហ្នឹងចំពោះ generic array នេះវិញគឺផ្ដល់ដោយ Microsoft.net framework ដែលវា variable length of collection of element ដែលធាតុរបស់វាហ្នឹងគឺឃើញថាវាមិនមែនជាលក្ខណៈ fix ដូចទៅនឹង array ទេហើយយើងចាំមើលទៀតតាក់ទងបន្តមកទៀតគឺតាក់ទងទៅនឹង for each ដែលអាចនឹងធ្វើការអានឬក៏ process ដំណើរការទៅលើ data របស់យើងហ្នឹងនៅក្នុង array ហើយអ្វីទៅគឺជា command line argument យើងចាំមើលទៀតតាក់ទងទៅនឹង array នេះគឺយើងដឹងហើយ array នៅក្នុងភាសាជាច្រើនគឺបានប្រើប្រាស់នៅមុខងារ array នេះនៅក្នុងនេះគឺភាសា C# គេបាននិយាយថាវាមាន3ប្រភេទនៃ array ដែលទី1នោះគឺ one dimensional array ដែលជា array វាមានតែ contain នៅលក្ខណៈជាមួយជួរទេគឺ row ហើយបើសិនជានេះវិញតាក់ទងទៅនឹង multi dimensional array ដែលវាអាចមានជាលក្ខណៈដូច table អញ្ចឹងគឺវាមាន row ហើយជាមួយនឹង column ហើយបន្ទាប់មកទៀតនេះគឺ Jaeger array Jaeger array នេះគឺវាមានលក្ខណៈប្រហាក់ប្រហែលទៅជាមួយនឹង multi dimensional array ដែរតែទាស់តង់ថា Jaeger array នេះគឺវា store នៅជាលក្ខណៈ row column ដូចគ្នាតែឧទាហរណ៍ថាវាមានចំនួន3 row ហើយនៅក្នុង
column នីមួយហ្នឹងគឺវាអត់ដូចគ្នាទេដូចយើងបានឃើញនេះចឹងវាមាន3 row ហើយចំពោះ column វាគឺអត់ដូចគ្នាទេវាមិនមែនដូចជាលក្ខណៈ table ដែលថា3គុណនឹង3អញ្ចឹងណាគឺលក្ខណៈវាហាក់ប្រហែលគ្នាបាទយើងមើលឃើញរូបនេះគឺច្បាស់តែម្ដងឃើញថា one dimensional array គឺមានតែមួយជួរទេហើយបើ multi dimensional array គឺមានជាលក្ខណៈ gray អញ្ចេះគឺមានវាមិនមែនចំជា gray ទេដូចយើងឃើញហើយតែចង់និយាយថាបើសិនជា row មានចំនួន5អញ្ចឹងទៅហើយគុណនឹង column ចំនួនប្រមាណគឺវាអញ្ចឹងបើសិនជា Jacob array នេះវិញគឺលក្ខណៈវាអត់ដូចគ្នាទេដូចយើងបានឃើញនេះហើយគឺcolumn វាគឺផ្សេងគ្នាហើយចំពោះ syntax របស់វាវិញគឺយើងបានឃើញនេះហើយគឺ type ហើយបើកនៅ clip បើកនៅសញ្ញាទ្គៀបហើយ name ស្មើនឹង new type size នៅខាងក្នុងហ្នឹងការដែលយើង declare នៅ array ដែលគេនេះនៅក្នុងត្រង់ចំណុចនេះគេគ្រាន់តែបញ្យល់អំពីមុខងាររបស់តាក់ទងទៅនឹង syntax ខាងលើនេះទេដែលយើងឃើញហើយ bracket វាសម្រាប់ធ្វើការ declare ដែលសម្រាប់ធ្វើការ declare ជាលក្ខណៈ array វាមិនមែនជា single variable ទេហើយវាអាចនឹងធ្វើការផ្ទុកនៅទំហំដែល array នៅពេលដែលយើងចង់បង្កើតនៅ array អញ្ចឹងទៅយើងនឹងកំណត់តម្លៃឲ្យវាមុនពេលដែលយើងប្រើប្រាស់វាឧទាហរណ៍ជាក់ស្ដែងនៅក្នុងកន្លែងនេះអញ្ចឹងយើងឃើញថាចំនួន array គឺ one dimensional array នៅក្នុងកន្លែងនេះគឺគេបានបង្កើតចំនួន5ហើយបើ multi dimensional array វិញគឺវា syntax វាប្រហែលគ្នាទេគ្រាន់តែមាននៅ comma separate រវាង array ដែលយើងចង់កំណត់ឡើងនឹងការដែលយើងបង្កើតហ្នឹងគឺយើងអាចទៅសេជាលក្ខណៈបញ្ជួអញ្ចឹងក៏បានឬក៏យើងអាចទៅសេជាចុះបន្ទាត់អញ្ចឹងក៏បានបាទដូចយើងបានឃើញហើយគឺវាមាននៅ comma ដែលវា indicated the second of further dimension ហ្នឹងគឺបើសិនជាយើងនេះគេនិយាយបន្ថែមទៀតថាបើសិនជា two dimensional array គឺច្បាស់ណាស់គឺយើងត្រូវមាននៅសញ្ញាក្បៀសនឹងមួយបើសិនជាយើងមាន3 dimensional array គឺយើងមាននៅ comma ហ្នឹងចំនួន2ឬក៏ for 5 dimensional array ស្រេចលើយើងអ្នកទៅសេទេហើយនេះគឺឧទាហរណ៍យើងឃើញច្បាស់ហើយសម្រាប់ Jacob array នេះវិញគឺ syntax របស់វាលក្ខណៈវាប្រហែលគ្នាប៉ុន្តែយើងមើលទៅឃើញថាវាមាននៅ type ហើយវាបើកនៅ bracket នេះចំនួន2អញ្ចឹងតែម្ដងគឺបន្ទាប់មកទៀតនេះគឺ type ហើយ row ហើយក្នុងយើងមើលខាងក្រោមនេះវិញប្រហែលជាស្រួលយល់គឺដូចគ្នាទេគ្រាន់តែទៅសេជាលក្ខណៈសម្រាយឃើញថា row យើងមាននៅដូចយើងបានឃើញនេះហើយនៅក្នុងឧទាហរណ៍ថាយើងកំណត់នៅចំនួន2ឬក៏3 row អញ្ចឹងចុះ3 row ហើយនៅក្នុង row ទី1ហ្នឹងយើងកំណត់ថា size របស់វាប្រមាណបាទព្រោះយើងចាប់ផ្ដើម index របស់វាចាប់ពី0ទៅហើយនេះបន្តទៀតគឺ row ទី2ទី3អញ្ចឹងទៅមានទំហំប្រមាណហើយនេះគឺយើងមើលទាំងអស់គ្នាទៀតថា first line នេះគឺគេធ្វើការ create នៅ row ហើយបន្តមកទៀតគឺ number of row being specified by row បាទយើងបានឃើញគេនិយាយនេះចឹងហើយ second បន្តមកទៀតហ្នឹងគឺគេសម្រាប់ធ្វើការបញ្ជាក់អំពី individual rows ដូចខ្ញុំនិយាយខាងដើមចឹងគឺមានឧទាហរណ៍ថាមាន2 row ចឹងទៅហើយ row ទី1ចំនួនទំហំប្រមាណ size របស់វានេះគឺគេឧទាហរណ៍យើងឃើញដូចបាទខ្ញុំនឹងម្លងកន្លែងហ្នឹងហើយព្រោះអីអ្នកទាំងអស់គ្នាច្បាស់ហើយនៅក្នុង C# ហ្នឹងវិញគឺវាមាននៅ method ជាមួយនឹង property ខ្លះសម្រាប់ប្រើប្រាស់ជាមួយនឹង array ដែលយើងឃើញថា property របស់ array ហ្នឹងគឺយើងអាចប្រើជាមួយនឹង length ដែលនិយាយអំពី total number of element តាក់ទងទៅនឹងធាតុទាំងអស់នៅក្នុង array គឺវានឹងប្រាប់ឲ្យយើងដឹងថាតើចំនួនប្រមាណហើយចំពោះ rank នេះវិញគឺតាក់ទងទៅនឹង dimension របស់ array ហ្នឹងវាមាន dimension ចំនួនប្រមាណ dimensional array ថាតើវាមាន3មាន4ឬក៏ច្រើនជាងនឹងទៀត
ហើយវាក៏មាន method ផងដែរជាមួយប្រើប្រាស់ជាមួយនឹង array ហ្នឹងគឺ get length ដែលវានិយាយអំពីប្រវែងរបស់ dimension ហ្នឹងច្បាស់លាស់មួយណាអញ្ចឹងទៅគឺថា how many element នៅក្នុងតើមានធាតុប្រមាណនៅក្នុង row មួយយើងប្រើប្រាស់នៅ array member ឬក៏យើងប្រើប្រាស់នៅ loop ដើម្បីធ្វើការ access ទៅកាន់ element ដែលយើងបានផ្ទុកនៅក្នុង array នោះយើងឃើញហើយគឺយើងប្រើប្រាស់នៅ for loop នៅត្រង់ចំណុចនេះហើយយើងប្រើប្រាស់ជាមួយនឹងដូចយើងបានឃើញ method នេះអញ្ចឹង get length ដើម្បីធ្វើការ access នៅកាន់ individual element នៅក្នុង array របស់យើងនេះឬក៏ dimensional array គឺត្រង់ចំណុចនេះគឺមាននៅចំនួន for loop 2ដែល for loop ទី1ហ្នឹងយើងមើលឧទាហរណ៍គេបានបញ្ចូលនៅខាងក្រោមនេះដែល for loop ទី1សម្រាប់ធ្វើការ access នៅ row របស់ table ដែល row នោះជាលក្ខណៈ row សរុបហើយបើសិនជា loop ទី2នេះវិញគឺតកតងទៅនឹង array ដែល array ដែល row នីមួយរបស់ row ខាងលើរបស់ table ផ្ទាល់ទាំងអស់តែម្ដងគឺវាធ្វើការ access ម្ដង1 row រហូតដល់ row ទាំងអស់ហ្នឹងហើយយើងមើលឧទាហរណ៍នេះបាទប្រហែលគ្នាទេអានេះគឺសម្រាប់Jaeger array គឺរបៀបសរសេរគឺអញ្ចឹងឥឡូវយើងមើលនៅក្នុងឧទាហរណ៍ខាងក្រោមនេះគេនិយាយថាបាទគឺសម្រាប់ធ្វើការ produce នៅ two dimensional array ដោយគេសួរuser ថាតើចង់បាន row ចំនួនប្រមាណ row ហើយបន្ទាប់មកចង់បាន column ចំនួនប្រមាណបន្ទាប់ពី user វាយនៅតម្លៃណាមួយចូលហើយគឺវានឹងកម្មវិធីនឹងធ្វើការចាក់ផ្ដើមបង្កើតនៅ array ដែល user គាត់បានបញ្ចូលហ្នឹងឧទាហរណ៍នេះនៅយើងឃើញហើយគឺគាត់ធ្វើការបញ្ចូលនៅតម្លៃ row ហើយជាមួយនឹង column ហើយនៅក្នុងនេះធ្វើការ for loop ហ្នឹងបាទនេះ for នៅខាងនេះមួយទៀតធ្វើការ access នៅរាល់ធាតុទាំងអស់ហើយវានឹងធ្វើការបង្កើតនៅ array ទាំងអស់នោះហើយចុងក្រោយគឺបង្ហាញនៅរាល់តម្លៃដែល user គាត់បានបញ្ចូលយើងមើលថែមទៀតតកតងទៅនឹង array គឺវាអនុញ្ញាតឲ្យ element ទាំងអស់គឺធ្វើការ access ដោយផ្ទាល់តែម្ដងដោយមិនចាំបាច់ត្រូវការនៅដំណើរការណាផ្សេងមកជួយវានោះទេហើយយើងដឹងផងដែរថាវាសំខាន់សម្រាប់ array ដែលវាធ្វើការ store ជាលក្ខណៈបន្តបន្ទាយគ្នានៅក្នុង memory បើសិនជាមិនធ្វើដូច្នោះទេគឺគេនិយាយហើយថាវាពិតជាពិបាកនៅក្នុងការបាទនេះគឺវាអាចនឹង problem វានឹងមានបញ្ហានៅក្នុងការ store ដោយនៅពេលណាឧទាហរណ៍ថាយើង change នៅ star ទំហំរបស់ array នៅពេលក្រោយហ្នឹងគឺ memory វាអាចនឹងធ្វើការយកនៅ object ណាមួយផ្សេងទៀតមកជំនួសដល់អញ្ចឹងទៅគួរណាតែប្រើប្រាស់នៅ array ជាលក្ខណៈបន្តបន្ទាយគ្នាហើយយើងមើលថែមទៀតថាតើបើសិនជាមានបញ្ហាដែលថា array របស់យើងនឹងកំណត់ដែល size របស់វា fix គឺយើងកំណត់បានប៉ុណ្ណឹងហើយយើងប្រើលើសនឹងតើយើងត្រូវមានមធ្យោបាយអីដើម្បីដោះស្រាយនៅបញ្ហានឹងបានគឺយើងអាចនឹងធ្វើការ copy នៅ data ទាំងអស់ហ្នឹងទៅកាន់ array ថ្មីមួយទៀតយើងមើលរូបភាពទាំងអស់គ្នាទៅឃើញថា array ទី1របស់យើងគឺ full ហើយបន្ទាប់មកទៀតដើម្បីដោះស្រាយបានគឺយើង copy នៅរាល់ data នៅក្នុង array ដើមរបស់យើងទៅកាន់ array ថ្មីមួយទៀតហើយយើងបន្ថែមដូចយើងបានឃើញនេះចឹងគឺវាមាន space បន្ថែមទៀតឥឡូវយើងមើលថែមទៀតតកតងទៅនឹង generic collections ដែលវា introduce ដោយ C# គឺ Microsoft.net ហើយយើងមើលថាតើវាខុសគ្នាមិនខ្លះគឺគេនិយាយថា Microsoft.net ហ្នឹងគឺគេបានបង្កើតនៅ class ដែលអាចប្រើប្រាស់បានតែម្ដងគឺ class មួយហ្នឹងគឺគេបង្កើតស្រាប់ឲ្យសម្រាប់តែប្រើប្រាស់ជាលក្ខណៈ generic collection
nhưng khi ta generate collection nó cứ generate ai anh nhớ ở class cái đôi chỉ method để bay thưa ca operate từ lừa data type nào cái đó các bạn đấy dương khơi tha đầm bay pra nơi class mùi nâng bán cứ dương được lại trong namespace nâng cứ dương chạm bay pra nơi đôi khơi ní using system dot collection dot generic hơi ní cứ syntax bỏ vía dương khơi hơi ní cứ syntax bỏ collection cái gì phong đai tha vì mình ai tới ruồi thế để sự nghiệp vừa cả bằng cao nơi multi-dimensional array rồi có check array đôi tới nâng ca đại dương declare rồi có cao nơi chỉ lệ cái array nơi không được syntax kháng lượng nhập ban hai nhưng chẳng bởi chúng pua collection như vậy cứ vì ai phương chẳng ban thế chúng pua dimensional array rồi có check array hơi dừng mưa tham tiết cái bên tay cái gì tiết thay vì ai tới ruồi bên tay vì cứ alternative cứ vì miền nơi được xây tiết đặc biệt vừa có saiនៅបញ្ហានឹងបានគឺគេអាចនឹងបង្កើត class list គឺបង្កើត list ជាលក្ខណៈ list នៃ object តែម្ដងហើយ list class define number of គឺវាមាននៅ property ក៏ដូចជាមាននៅ function method ដែល method របស់ខ្ញុំនិយាយពី property មុនដែល property របស់ collection ហ្នឹងគឺមានដូច count ដែលវា count នៅចំនួន element សរុបទាំងអស់នៅក្នុង list ហើយបើចំពោះ method នេះវិញគឺវាមាននៅ add ហ្នឹងគឺធ្វើការ store នៅ element ដែលនៅស្ថិតនៅផ្នែកខាងចុងតែម្ដងរបស់ collection ហើយ clear នេះវិញគឺវា remove លុបចោលនៅ element ទាំងអស់នៅក្នុង collection ហើយវា reset សាកដើមឡើងវិញចំពោះ contain នេះវិញគឺធ្វើការ search នៅ element របស់ collection ហ្នឹងហើយវា return true បើសិនជាវារកឃើញហើយចំពោះ insert នេះវិញគឺវា insert element នៅក្នុង list ដែលយើងអាច insert នៅត្រង់ចំណុចណាក៏បានដែរយើងអាច specify តាមរយៈ index ជាមួយនឹង element ដែលយើងចង់ insert ចូលហើយ remove តើតងទៅនឹង remove គឺវា search មើលនៅ element មួយហ្នឹងហើយវា remove វាចេញពី list បើសិនជាវារកឃើញចំពោះ remove add នេះវិញគឺវាអាចនឹង remove ចេញពី collection ដែលវាស្ថិតនៅ specify index ដែលបានកំណត់ហ្នឹងគឺវាអាចធ្វើការ remove ចោលលុបចោលនៅត្រង់ចំណុចនោះចំពោះ short នេះវិញគឺអ្នកទាំងអស់គ្នាដឹងហើយ short វាតម្រៀបជាលក្ខណៈ ascending order ចាប់ពី A B C រហូតដល់ Z អញ្ចឹងទៅហើយ it is possible to retrieve ដើម្បីទទួលយកនៅ element ដោយប្រើប្រាស់នៅ index operator ឧទាហរណ៍ជាក់ស្ដែងនៅត្រង់ចំណុចនេះគឺបើសិនជាយើងចង់ទទួលបាននៅ element ទី5នៅក្នុង generate collection ហ្នឹងគឺយើងប្រើនៅ number list 4ដោយសារតែ index របស់ array ឬក៏ collection វាចាប់ផ្ដើមពីលេខ0ដល់អញ្ចឹងយើងត្រូវទៅសេថា number list ទី4មើលបន្តមកទៀតតើតើទៅនឹង for each ហ្នឹងវាគឺជា repetition control structure ដែលប្រើប្រាស់សម្រាប់ធ្វើការaccess នៅ element ដែលនៅក្នុង collection គឺ one at a time ម្ដងមួយគឺនេះ syntax របស់វាយើងបើសិនជាមានតែមួយទេយើងអាចទៅសេអញ្ចឹងបើសិនជាវាមាននៅ multiple statement គឺយើងទៅសេជាលក្ខណៈ code block type ហ្នឹងគឺនិយាយតាក់ទងទៅនឹង data type ដែលយើង store នៅក្នុង collection ហើយ collection name ហ្នឹងគឺជាឈ្មោះរបស់ collection ដែលយើងនឹងដាក់ឈ្មោះឲ្យវាហើយ list name ហើយតាក់ទងទៅនឹង for each អ្នកទាំងអស់គ្នាដឹងហើយយើងគួរដឹងផងដែរថាយើងគួរធ្វើការកែប្រែនៅចំពោះ collection នៅពេលដែលវាកំពុងតែ process ដោយប្រើប្រាស់ជាមួយនឹង for each ទេព្រោះអីបើសិនជាយើងធ្វើអញ្ចឹងនេះគេនិយាយហើយគឺ behavior របស់ for each ហ្នឹងគឺ
វាបានធ្វើការ define វានឹងចង់និយាយថាបើសិនជាយើងដំបូងបង្កើតហ្នឹងយើង define ហើយបើសិនជាយើង make change យើងផ្លាស់ប្ដូរអីចឹងទៅគឺវានឹងច្បោកច្បល់គឺវា undefined វិញហើយបើសិនជាយើងធ្វើការកែប្រែអញ្ចឹងហើយវាអាចនឹងបង្កើតនៅ error នៅក្នុងកម្មវិធីរបស់យើងដែលវាពិបាកនៅក្នុងការស្វែងរកនៅដំណោះស្រាយមិនដឹងថាមូលហេតុមកពីអីហើយ for each ហ្នឹងគឺអាចនឹងធ្វើការប្រើប្រាស់សម្រាប់ធ្វើការ copy នៅ element ពី collection មួយដែលទៅកាន់ matching ដែលយើងចង់ធ្វើបានហ្នឹងចង់និយាយថានៅក្នុងចំណុចមួយហ្នឹងគឺយើងអាចប្រើបានតាក់ទងទៅនឹងដូចថាកន្លែងនេះចឹង modification ដែលខាងលើគេនិយាយថាអត់គួរណាប្រើប្រាស់ for each សម្រាប់collection ទេតែយើងអាចប្រើបានប៉ុន្តែក្នុងន័យយើងជាលក្ខណៈធ្វើការ copy អញ្ចឹង copy element ពីមួយទៅកាន់មួយទៀតអញ្ចឹងណាដូចថានេះនៅក្នុងករណីនេះបើសិនជាមាន student result ធំជាងលើឬក៏ធំជាងឬក៏ស្មើនឹង50បន្ទុកយើងដាក់ student មួយហ្នឹងទៅកាន់លក្ខណៈ pass ជាប់បើមិនអញ្ចឹងទេគឺ fail គឺយើងអាចប្រើជាលក្ខណៈអញ្ចឹងបានសម្រាប់ for each ហើយបន្តមកទៀតគឺតកតងទៅនឹង for each loop ហើយជាមួយនឹង list generic collection យើងមើលឧទាហរណ៍នៅក្នុងនេះគេនឹងនិយាយហើយ user សម្រាប់ string យើងមើលទាំងអស់គ្នាតែម្ដងទៅបាទប្រើប្រាស់នៅ collection គឺយើងចាំបាច់មាននៅ namespace មួយហ្នឹងហើយនេះគឺ syntax សម្រាប់ធ្វើការបង្កើតដែលវានឹង store នៅរាល់តម្លៃដែល user គាត់បញ្ចូលហ្នឹងបាទនេះ please enter a string ឬក៏ចុចនៅអក្សរ n ដើម្បីធ្វើការបញ្ឈប់នៅកម្មវិធីហ្នឹងអញ្ចឹងនៅកន្លែងនេះគេនិយាយថាបើសិនជា user គាត់ធ្វើការបញ្ចូលនៅអក្សរ n ដែល n ហ្នឹងអាចទៅសេជាអក្សរធំក៏បានទៅសេជាអក្សរតូចនៃអក្សរ n ក៏បានដោយវានឹងធ្វើការ convert ដោយ method មួយហ្នឹងទៅជាអក្សរធំវិញហើយអត់បញ្ហាទេថាអក្សរទូចធំហើយបន្ទាប់ពីបានហើយធ្វើការ add នៅតម្លៃមួយហ្នឹងចូលទៅកាន់ generic collection ហ្នឹងហើយបន្ទាប់មកទៀតវានឹងសួរបន្តទៀតតើចង់បញ្ឈប់ឬក៏ចង់ដាក់តម្លៃបញ្ចូលបន្ថែមទៀតបើសិនជាអត់តាន់ចង់ឈប់ទេយើងអាចទៅសេអ្វីដែលខុសពីអក្សរ n ហ្នឹងទៅបន្ទាប់ពីចង់យើងបញ្ចូលឧទាហរណ៍ថាបញ្ចូលបាន10ឈ្មោះ10 string អីចឹងទៅហើយយើងចង់ឈប់យើងចុច n បន្ទាប់មកទៀតតម្លៃដែលបានមកហើយគេនឹងធ្វើការ short ដែលប្រើប្រាស់នៅ method ដូចខ្ញុំនិយាយខាងដើមហ្នឹងអញ្ចឹងបន្ទាប់ពី short ហើយយើងធ្វើការបង្ហាញនៅរាល់ data ដែលនៅក្នុង collection ដែលបានបញ្ចូលដោយ user ហ្នឹងមកបង្ហាញនៅកាន់ screen មកឲ្យ user ឃើញវិញបាទហើយតកតងទៅជាមួយនឹង command line argument ហ្នឹងបើសិនជានិយាយពីយើងប្រើប្រាស់នៅ compiler យើងអាចធ្វើការ compile តែម្ដងទៅតាមរយៈ compiler ហ្នឹងបើសិនជាបាទជាក់ស្ដែងគេនិយាយគឺ Visual Studio តែបើសិនជាយើងអត់ចង់ compile តាមរយៈកម្មវិធី compiler អស់ហ្នឹងទេយើងអាចធ្វើបានតាមរយៈ command line ឬក៏នៅក្នុង Windows ហ្នឹងគេហៅ command prompt អីហ្នឹង CMD យើងអាចធ្វើបាននេះ command prompt ដោយវាមាននៅបាទយើងឃើញនេះអញ្ចឹងគឺគេអាចទៅសេនៅ command អស់នេះដើម្បីធ្វើការ compile នៅ program ដែលយើងទៅសេហ្នឹងដោយមិនចាំបាច់មាននៅ compiler ទេហើយនេះគឺ command ខ្លះដែលវានេះdir ហ្នឹងគឺសំដៅទៅលើ directory ដែលវាទៅសេនៅ list ទាំងអស់តែម្ដងឲ្យយើងឃើញ one per line ហើយតកតងទៅនឹង backslash b គឺ bare format ដែលវា display ជាលក្ខណៈឈ្មោះរបស់ file backslash p តកតងទៅនឹង directory information page ម្ដងមួយហើយ backslash s គឺ
គឺ listener file ទាំង current ទាំង subdirectory ដែល directory នៅក្នុង current directory នឹងទៀតតកតងនឹង backslash នេះគឺតកតងទៅនឹងការបង្ហាញនៅ list ដោយជាលក្ខណៈ y format យើងមើលទាំងអស់គ្នា y format ហ្នឹងវាលក្ខណៈម៉េចនេះដូចយើងឃើញហើយ backslash w គឺនេះលក្ខណៈ y format ហើយគេនិយាយថាទៀត command line ហ្នឹងគឺអាចធ្វើការ pass ទៅកាន់ program តាមរយៈ parameter ដែលប្រហែលជាអ្នកទាំងអស់គ្នានៅចាំតកតងទៅនឹង parameter ដែលខ្ញុំនិយាយហ្នឹងនេះគឺ void main ដែលនៅក្នុងដូចជា session ទី1ខ្ញុំបានប្រាប់ថាអាចនឹងធ្វើការប្រើប្រាស់នៅ parameter មួយហ្នឹងដើម្បីធ្វើការ compile នៅកម្មវិធីបានហើយនេះគឺតកតងទៅនឹងយើងឃើញហើយ args ឬក៏ argument វាគឺជា array របស់ string តម្លៃនៃតម្លៃ string ដែល array ហ្នឹងគឺវាផ្ទុកនៅរាល់ argument command line argument ទាំងអស់តែម្ដងហើយបន្ទាប់មកយើងអាចប្រើប្រាស់វាតាមរយៈ argument ហ្នឹងធ្វើការ compile ហើយនៅក្នុងនេះគេនិយាយថែមទៀតនៅក្នុង Visual Studio ហ្នឹងគឺយើងអាចធ្វើការស្វែងរកនៅ command line argument បានគឺចុចនៅ project menu បន្ទាប់មកចូលទៅកាន់ property ដូចគេនិយាយអញ្ចឹងឧទាហរណ៍នេះគឺ my project properties ហើយយើងអាចនឹងធ្វើការ debug ដើម្បីធ្វើការស្វែងរកអីអញ្ចឹងទៅខ្ញុំអត់និយាយផ្ដោតសំខាន់ទៅលើចំណុចហ្នឹងខ្លាំងពេកទេយើងអាចនឹងមើលទៅខាងក្រោមបន្ថែមទៀតតែទៅនឹង static ជាមួយនឹង constant member ដែលវាអាចនឹងយើងអាចនឹងធ្វើការ define នៅ operation ឬក៏ argument ជាលក្ខណៈផ្នែកមួយរបស់ class តែម្ដងដែល operator និង argument ហ្នឹងឧទាហរណ៍ថាវាជាលក្ខណៈ global គឺបានន័យថា all object of class object ទាំងអស់របស់ class គឺអាចប្រើប្រាស់ហើយអាចប្រើប្រាស់បើទោះបីជាអត់មាន object ធ្វើការបង្កើតឡើងពី class នោះក៏ដោយបានន័យថាបើសិនជា argument វាជាលក្ខណៈ global ហើយគឺអាចនឹងប្រើប្រាស់គ្រប់តែម្ដង object ទាំងអស់គឺមិនចាំបាច់មាន object បង្កើតទេហើយដើម្បីប្រើប្រាស់នៅនឹងបានគឺយើងអាចនឹងដាក់ទៅសេនៅ keyword static មួយដែលបញ្ជាក់ថាវាគឺជា instant method ឬក៏ instant variable ឬក៏ property អីជាដើមនេះហើយគេអាចនឹងហៅវាបានផងដែរថាវាគឺជា static method static variable ឬក៏ static property ហើយវាជាលក្ខណៈគេនិយាយឲ្យ same rule apply to encapsulation ដែលវាអាចហៅបានថាជា instant method variable ឬក៏ property ដូចឃើញខាងលើអញ្ចឹងដែលវាអាច static variable ភាគច្រើនគឺគេ define ជាមួយនឹង class ជាមួយនឹង private access modifier ឬក៏ interface របស់វាហ្នឹងគឺ public ដែលវាអាចជា accessor mutator method ឬក៏ជា property ដែលខ្ញុំបាននិយាយនៅដូចជា session មុនមួយហ្នឹង session ទី2តែតទៅនឹង final type of a member ហ្នឹងគឺជាលក្ខណៈ constant នេះគឺគេនិយាយហើយគឺ store នៅតម្លៃណាដែលយើងនឹងមិនបដូរវាឧទាហរណ៍ថាតម្លៃរបស់ pi ហើយដូចថានេះគឺគេវាលក្ខណៈ declare នៅឈ្មោះរបស់ instant variable ហ្នឹងគឺដូចគ្នាទៅនឹងការដែលយើង declare នៅចំពោះផ្នែកខាងលើនេះគឺតកតងទៅនឹង static ដែរ
ដល់យើងខុសត្រង់ថាតកតងទៅនឹងយើងប្រើអាហ្នឹងគឺ con យើងប្រើនៅ keyword មួយគឺ cons សំដៅលើ constant ហើយជាទូទៅដើម្បីធ្វើការងាយស្រួលនៅក្នុងការយល់ឬក៏ជាលក្ខណៈ practice ជាលក្ខណៈ standard អញ្ចឹងគឺយើងអាចនឹងប្រើប្រាស់នៅ capital letter តែម្ដងទៅដូចយើងបានឃើញនេះអញ្ចឹងគឺសំដៅទៅលើ constant variable នៅកន្លែងនេះគឺគេមានឧទាហរណ៍មួយនិយាយអំពីការប្រើប្រាស់នៅ static member ជាមួយនឹង constant ដែលគេសំដៅគេថានៅក្នុង purpose មួយហ្នឹងគឺ private static គឺធ្វើការសម្រាប់ store នៅ interest ហើយវាបន្ទាប់មកទៀតធ្វើការ initialize នៅតម្លៃ default គឺ8.5% នៅក្នុងរយៈពេល1ឆ្នាំហើយ static property ហ្នឹងគឺវាត្រូវបាន set ជាលក្ខណៈ public បន្ទាប់មកទៀតគឺប្រើប្រាស់នៅ static property ហ្នឹងធ្វើការ modify ឬក៏ទទួលយកនៅ interest តាមរយៈ accessor ឬក៏ mutator ហ្នឹងaccessor ឬក៏ mutator កន្លែងនេះគឺគេនិយាយថាអាចនឹងប្រើប្រាស់បានដែរ equally been used ឬនៅក្នុងករណីនេះគឺគេបានប្រើប្រាស់នៅ property ទេដើម្បីធ្វើការ access នៅតម្លៃយើងឃើញហើយនេះគឺតកតងទៅនឹង cons គឺជាតម្លៃ 8.5% នៅក្នុងរយៈពេល1ឆ្នាំហ្នឹងគឺវាអត់ផ្លាស់ប្ដូរទេដូច្នេះគេសរសេរនៅ con ហើយ capital letter បន្ទាប់មកទៀតគឺគេ initialize គេបញ្ចូលតម្លៃដែល 8.5 ហ្នឹងទៅកាន់ interest rate ដែលគេនឹងអាចប្រើប្រាស់នៅ interest rate ហ្នឹងដោយយើងឃើញឯនេះគឺ property គឺ interest rate បន្ទាប់មកទៀតគឺអាចនឹងធ្វើការទទួលយក get ឬក៏ set សម្រាប់ធ្វើការ modify static member can be accessed តាមរយៈ instant member នេះគឺឃើញហើយគេនិយាយ dot អីចឹងទៅនេះ dot នេះគឺការធ្វើការ static member ហ្នឹងគឺ access ដូចទៅនឹងលក្ខណៈដែលយើង access ទៅកាន់ instant member នឹងផងដែរហើយយើងមើលថែមទៀតថាតើយើងដឹងហើយដោយសារតែមូលហេតុដែលខ្ញុំបានបញ្យល់ខាងលើមិញអញ្ចឹងដែលជាមូលហេតុយើងដឹងថាតើគេប្រើប្រាស់នៅ static ដើម្បីអីនៅកាន់ void main នេះ the main method នេះគឺ declare ដែលជាលក្ខណៈ static គឺវាអាចនឹងធ្វើការ execute ដោយមិនចាំបាច់ត្រូវការមាននៅ reference របស់ object ណាមួយនោះទេឥឡូវខ្ញុំនឹងត្រឡប់ទៅកាន់ method មួយផ្សេងទៀតទំព័រ page មួយផ្សេងទៀតដោយនៅផ្នែកខាងលើនេះគឺខ្ញុំបាន highlight គឺ highlight ដោយខ្ញុំបានរៀនមួយផ្នែកហើយបន្ទាប់មកទៀតគឺចាប់ពីកន្លែង more on method នេះគឺខ្ញុំបានធ្វើការ highlight ភាសាទៀតប៉ុន្តែខ្ញុំបាន highlight ការដែលខ្ញុំពេលនៅសាលាដូច្នេះខ្ញុំនឹងបើកនៅ PDF ថ្មីមួយទៀតបាទនេះគឺខ្ញុំនឹង scroll ទៅកាន់កន្លែង more on method ហ្នឹងដើម្បីធ្វើការបញ្យល់បង្ហាញបន្តទៀតបាទនេះខ្ញុំនឹងបន្តចាប់ពីចំណុចនេះទៅនៅក្នុង section មួយហ្នឹងវិញគឺវានិយាយពី method បន្ថែមលើនឹងទៀតដែល method ហ្នឹងគឺយើងត្រូវដឹងថាវាមាននៅចំនួន5ដែលយើងគួរតែដឹងគឺវាមានដូចជា parameter passing method overloading មាននៅ optional parameter name parameter ជាមួយនឹង recursion គឺយើងមាននៅវិធីសាស្ត្រ2គឺវាមានរបៀប2នៅក្នុងការ pass នៅយកនៅតម្លៃ pass ចូលទៅកាន់ method បានគឺតាមរយៈខ្ញុំនិយាយពីដើមអញ្ចឹងគឺមាន by value គឺជាលក្ខណៈ copy នៅ data ហើយបន្ទាប់មកទៀតបាន pass យើងដាក់ចូលទៅកាន់ method ហើយវិធីមួយទៀតហ្នឹងគឺតកតងទៅនឹងការ pass ដោយលក្ខណៈ reference ដែលវាធ្វើការ pass នៅតម្លៃរបស់ variable ហើយវាធ្វើការ hold ទុកនៅទៅកាន់ method ហ្នឹងហ
ហើយអាចនឹងធ្វើការយកនៅតម្លៃ actual variable នោះធ្វើការផ្លាស់ប្ដូរវាបានដូចយើងបានឃើញហើយនេះគឺអាចនឹងធ្វើការ pass out ផងដែរឬក៏ pass in គឺវាអត់បានធ្វើការ copy នៅតម្លៃ data ទេគឺវា pass នៅ actual variable តែម្ដងហើយចំពោះ method overloading នេះវិញគឺវាអាចនឹង define នៅ method ដោយប្រើប្រាស់នៅឈ្មោះតែមួយឈ្មោះ method ដូចគ្នាប៉ុន្តែចំពោះ parameter គឺវាលក្ខណៈខុសគ្នា data type អីខុសគ្នាជាដើមហើយចំពោះ recursion នេះវិញគឺជា method ដែលវាហៅ call ហៅខ្លួនវាតែម្ដងហើយម្ដងទៀតរហូតដល់ solution ត្រូវបានរកឃើញតកតងទៅនឹង pass by value ជាមួយនឹង pass by reference គឺកន្លែងនេះគេនិយាយឲ្យ pass by parameter list គឺអាចនឹងធ្វើការកំណត់បានតាមរយៈ comma separate ដែលវាអាចជា variable អត់មាន variable តែម្ដងឬក៏មានចាប់ពី2ឡើងទៅដើម្បីធ្វើការ pass នៅតម្លៃហ្នឹងចេញឬក៏ចូលតាមរយៈទៅកាន់ method ឬក៏ចេញពី method ហ្នឹង variable ទាំងអស់គឺវាអាចជាលក្ខណៈ simple type ឬក៏ define ដោយ class ហើយនេះគេនិយាយថែមទៀតគឺ almost ស្ទើរតែ programming ទាំងអស់ហ្នឹងហើយគឺគេបានផ្ដល់នៅវិធីសាស្ត្រពីរដើម្បីធ្វើការ pass នៅ data គឺ pass by value pass by reference ដែល pass by value នេះគឺគេនិយាយសំដៅពីលើបញ្ជាក់បន្ថែមទៀតថាវានិយាយអំពីការ pass នៅតម្លៃចូលទៅកាន់ method ដែលវាអាចគឺជាគេថាតម្លៃហ្នឹងវាអាចគឺជា literal ឬក៏ copy ចេញពី variable ដែលនៅក្នុង literal នេះគឺបើសិនជាអ្នកទាំងអស់គ្នានៅចាំតាក់ទងទៅនឹង session មុនគឺជាតម្លៃផ្ទាល់តែម្ដងគឺវាអត់មានបានផ្ទុកចូលទៅកាន់ variable ណាមួយដើម្បីធ្វើការផ្ទុកវាទេគឺតម្លៃdata ផ្ទាល់តែម្ដងតម្លៃដើមតែម្ដងវាអាចជាលេខឬក៏ជាអក្សរអីអញ្ចឹងហើយគួរបញ្ជាក់ថែមទៀតថាបើសិនជាការ pass តាមរយៈ value ហ្នឹងគឺបើសិនជាយើងធ្វើការ change យើងធ្វើការ change ទៅកាន់ parameter តាមរយៈ method ហ្នឹងគឺវាអត់អាចនឹងបញ្ជាក់ឃើញច្បាស់លាស់ទេចេញអំពី method មួយនោះនៅត្រង់ចំណុចកន្លែងហ្នឹងគេចង់និយាយបញ្ជាក់ផងគេចង់និយាយថាមានន័យថាការដែលយើងធ្វើការ copy នៅយើងឧទាហរណ៍ថាយើងចង់កែនៅតម្លៃ make change គឺអាចនឹងកែបានប៉ុន្តែការដែលកែនោះតម្លៃដែលបានថ្មីនោះគឺវាជាតម្លៃរបស់ copy យើងបាន copy ចូលការដែលយើងប្រើប្រាស់នោះទេគឺមិនមែនជា data ដែលពីដើមរបស់យើងនេះបាទមកនោះទេនេះគឺការដែលយើងប្រើប្រាស់ជាលក្ខណៈ pass by value យើងមើលមកកាន់ pass by reference នេះវិញគឺវា pass នៅតម្លៃ variable ផ្ទាល់តែម្ដងតាមរយៈ parameter ជាជាងការដែលតម្លៃដូចថាផ្នែកខាងលើនេះទៅគឺ copy អញ្ចឹងមិនមែនទេហើយការ pass នៅ actual variable គឺវាធ្វើយ៉ាងណាគឺចាំបាច់ត្រូវ store វាទៅកាន់ variable មុនសិនដើម្បីអាចនឹងធ្វើការប្រើប្រាស់ជាមួយនឹង pass by reference ហ្នឹងគឺ pass by reference វាបានផ្ដល់នៅសារៈប្រយោជន៍ពីរគឺទី1ហ្នឹង value មិនចាំបាច់ធ្វើការតម្លៃមិនចាំបាច់ធ្វើការ copy មុនទេតែវាត្រូវចាំបាច់ត្រូវធ្វើការ copy មុនតាមរយៈប្រើប្រាស់នៅ pass by value ហើយបើចំពោះថាប្រយោជន៍ទី2នេះវិញគឺ method អាចនឹងធ្វើការ output បានគឺអាចនឹងធ្វើការ output នៅ information ដោយតម្លៃ store ផ្ទុកនៅក្នុង variable នៅពេលណាដែលមាន change អីជាដើមអញ្ចឹងហើយការដែលប្រើប្រាស់នៅជាមួយនឹង pass by reference នេះគឺគេអាចប្រើប្រាស់នៅ keyword មួយគឺ ref គឺនេះ syntax របស់វាគឺវាមាន3ប្រភេទសម្រាប់ធ្វើការ pass នៅ parameter តាមរយៈភាសា C# ដែលទី1គឺតាក់ទងទៅនឹង input parameter ហ្នឹងគឺ pass by value ដូចអ្នកបងប្អូនគ្នាបានដឹងចឹងហើយ
ឬក៏យើងអាចនឹងធ្វើការនេះ both គេនិយាយបន្ថែមទៅលើចំណុចមួយនឹងទៀត input parameter ហ្នឹងគឺថា both literal ឬក៏ variable literal ហ្នឹងគឺតម្លៃដែលសុទ្ធតែម្ដងគឺអត់មានដាក់ចូលទៅកាន់ variable ទេគឺអាចប្រើប្រាស់ជាមួយនឹង parameter នឹងបានហើយយើងត្រូវដឹងផងដែរថា variable បើសិនជាយើងប្រើប្រាស់នៅ variable គឺចាំបាច់ត្រូវតែ initialize មុនសិនទើបអាចប្រើប្រាស់បានបើមិនអញ្ចឹងទេគឺវាអាចនឹងមានបញ្ហានៅពេលណាដែលយើង method ហ្នឹងត្រូវបាន call ហើយចំពោះ reference parameter នេះវិញគឺគេប្រើហ្នឹងសម្រាប់ដោយ pass by reference ដែលវាបានផ្ដល់នៅការ input ទៅកាន់ method ឬក៏អាចប្រើប្រាស់វាសម្រាប់ធ្វើការ output ចេញពី method ក៏បានផងដែរនេះគឺ reference parameter ហើយ syntax របស់វាគឺ ref យើងបានឃើញនេះគឺជាការដែលធ្វើការ define នៅ method ហើយនេះគឺជាការហៅ method នឹងយកមកប្រើហើយចំពោះ parameter ទី3ហ្នឹងគឺតាក់ទងទៅនឹង output parameter ដែលវាគឺជាលក្ខណៈ special មួយនៅក្នុង modern programming ដូចជា C# នេះឯង output parameter ហ្នឹងគឺវាលក្ខណៈប្រហាក់ប្រហែលទៅជាមួយនឹង reference parameter ដែរដោយថាវានឹងអត់អាចនឹងធ្វើការ input ទៅកាន់តម្លៃទៅកាន់ method នឹងបានទេហើយ compiler នឹងធ្វើការបើសិនជាវាមានធ្វើការដូចថា code ហ្នឹងសម្រាប់ធ្វើការ read ចេញពីតម្លៃចេញពី parameter ចេញពី method ហ្នឹងគឺវានឹងមាន error កាត់ឡើងហើយនេះគេថែមទៀតគេថាបើសិនជាដូចខ្ញុំនិយាយមិញអញ្ចឹងបើសិនជា method វានឹងព្យាយាមអាននៅតម្លៃតាមរយៈ output parameter ហ្នឹងមុនពេលដែលតម្លៃត្រូវបាន assign បើសិនជាតម្លៃអត់បាន assign គឺ error បាទនេះគឺចំពោះទី3តាក់ទងទៅនឹង output parameter នេះគឺ syntax របស់វាគឺមាននៅ keyword out ដើម្បីធ្វើការយកតម្លៃចេញពី method ហើយលក្ខណៈគេនិយាយផងដែរថា value type ហ្នឹងគឺ straightforward គឺងាយស្រួលណាគឺយើងគ្រាន់តែធ្វើការ define វាអញ្ចឹងទៅយើងអាចប្រើប្រាស់ដោយអត់មានភាពអញ្ញែញ៉ៃស្មុគស្មាញដូចទៅនឹង reference type ទេគឺវាលក្ខណៈ tricky បន្តិចគេនិយាយទៀតថា reference type ហ្នឹងគឺវាអត់ store តម្លៃដោយផ្ទាល់ទេគឺវា store address របស់ memory នៃ object ណាមួយហើយ memory address ហ្នឹងដែល pass ដោយ value ឬក៏ pass ដោយ reference គឺវាមិនមែនជា object ទេវាមិនមែនជា object ផ្ទាល់ទេវាគ្រាន់តែនេះគេប្រាប់មើលបន្ថែមទៀតថាបើសិនជាមានធ្វើការ any change ទៅកាន់ object ណាមួយគឺជាលក្ខណៈអចិន្ត្រៃយ៍តែម្ដងគឺបានន័យថាវាអត់មាន change ទៅកាន់copy តម្លៃហ្នឹងអត់មានតាក់ទងទៅនឹងការដែល copy តម្លៃទេបើសិនជាយើងប្រើប្រាស់នៅ object ដែលបាន copy ហ្នឹងគឺយើងគួរតែធ្វើការ copy ទៅកាន់តាមរយៈ object ហ្នឹងមុនដំបូងសិនដូច្នេះហើយការដែលយើងធ្វើការផ្លាស់ប្ដូរទៅកាន់ object ណាមួយយើងផ្លាស់ប្ដូរទៅកាន់ object គឺវាជាលក្ខណៈ permanent ដោយសារតែវាបើសិនជានេះគឺយើងផ្លាស់ប្ដូរមានពាក់ព័ន្ធអីគឺបញ្ហាទៅជាមួយនឹង memory របស់ address របស់ memory នោះទេយើងមើលតាក់ទងទៅនឹង method overloading វិញគឺ data វាអាចនឹងធ្វើការ input ឬក៏ output ដែលយើងបានដឹងហើយគឺនិយាយតាក់ទងទៅជាមួយនឹង method ខាងលើយើងនិយាយហ្នឹងហើយចំពោះ method overloading ហ្នឹងដូចខ្ញុំបាននិយាយពីដើមដូចគ្នាគឺវាមានឈ្មោះដូចគ្នា method គឺមានឈ្មោះដូចគ្នាតែអ្វីដែលខុសនោះគឺវាមាននៅ parameter ខុសៗគ្នាយើងមើលឧទាហរណ៍ទៅយើងឃើញច្បាស់តែម្ដងឃើញថានៅត្រង់ចំណុចនេះគឺមាននៅ method ដូចគ្នា right line អញ្ចឹងទៅហើយមួយចំពោះ parameter data type របស់វាគឺខុសគ្នា data type ខុសគ្នាហើយនេះ
តាក់ទងទៅនឹង parameter ក្នុងចំណុចនេះគឺមាន2ហើយ data type គឺតែខុសគ្នាគេនិយាយផងដែរថា method គឺវាខុសគ្នាគឺដោយសារតែ signature របស់វាគឺឬក៏ method signature ដែលវាខុសគ្នាពីបើទោះបីជាឈ្មោះ method ហ្នឹងគឺវាដូចគ្នាតែម្ដងក៏ប៉ុន្តែអ្វីដែលខុសនោះគឺវាអាចខុសទៅជាមួយនឹង parameter list ជាមួយឬក៏ data type ដែលខ្ញុំនិយាយបានបង្ហាញខាងលើនេះអញ្ចឹងគឺវាអាច pass តាមរយៈ input reference ឬក៏ output parameter ហើយយើងមើលឧទាហរណ៍បន្ថែមទៀតយើងឃើញកន្លែងនេះអញ្ចឹងយើងអត់បានប្រើប្រាស់នៅ method overloading ទេគឺឈ្មោះ method ខុសគ្នាទាំងអស់តែបើសិនជាយើងបានប្រើប្រាស់នៅ method overloading គឺ method វាមានឈ្មោះដូចគ្នាអ្វីដែលខុសនោះគឺតម្លៃនេះគឺ string នេះគឺអាចជា double ហើយនេះគឺ integer ការដែលយើងប្រើប្រាស់ហ្នឹងគឺត្រូវប្រុងប្រយ័ត្នបើសិនជាយើងប្រើប្រាស់ឬក៏ define នៅ method overloading នឹងខុសគឺវាអាចបង្កើតនៅ error ដែលវាអាចនឹងធ្វើការ unexpected implicit conversion គឺ convert ទៅកាន់ implicit ដែលយើងមិនដឹងខ្លួនតែយើងមិនដឹងខ្លួនតតែសោះឥឡូវយើងមើលបន្តទៀតតកតងទៅជាមួយនឹង optional parameter យើងគ្រាន់តែមើលឈ្មោះទៅយើងដឹងតែម្ដងថា optional ហ្នឹងគឺយើងអាចមាននៅ parameter ក៏បានអត់ក៏បានវាអាស្រ័យទៅលើ user ថាតើចង់បានដាក់នៅ parameter ហ្នឹងឬអត់យើងមើលឧទាហរណ៍ទាំងអស់គ្នានៅក្នុងនេះគឺវាមានគេបង្កើតនៅ find method មួយហើយនៅក្នុងហ្នឹងគឺយើងឃើញថាគេប្រើប្រាស់នៅ method គេប្រើប្រាស់នៅ keyword មួយគឺ attempt ដែលវាជា data type លក្ខណៈ enumeration គឺយើងមើលបន្ថែមចុះទៅខាងក្រោមនេះគឺគេឧទាហរណ៍ជាក់ស្ដែងយើងឃើញហើយគឺយើងឃើញនៅកន្លែងនេះគឺមាន ID field នេះគឺវាបានន័យថា require តម្រូវឲ្យ user គាត់នឹងត្រូវតែបញ្ចូលនៅតម្លៃរបស់ ID នេះហើយបើសិនជានិយាយពី unit នេះវិញគឺ user អាចនឹងធ្វើការបញ្ចូលឬក៏មិនបញ្ចូលស្រេចលើគាត់ទេគឺ optional ទេដោយសារតែនៅត្រង់ចំណុចនេះបើសិនជាឧទាហរណ៍ថា user គាត់អត់បានបញ្ចូលនៅតម្លៃដូច្នេះវានឹងយកតម្លៃនៅ null នេះធ្វើការដាក់ចូលទៅកាន់ variable unit ហើយចុងក្រោយគឺតកតងទៅនឹង keyword attempt នេះគឺអាចនឹងធ្វើការបានន័យថា optional អាចប្រើអាច user អាចបញ្ចូលក៏បានអត់ក៏បានគឺយើងឃើញនៅត្រង់ចំណុចខាងក្រោមនេះគេនិយាយហើយបើសិនជា unit នឹងអត់មានទេវានឹងផ្ទុកនៅតម្លៃ null ហើយបើសិនជា attempt នឹងអត់បានប្រើប្រាស់ទេតាមរយៈ which parameter ហ្នឹងគឺវានឹងផ្ទុកនៅតម្លៃ attempt.any នេះយើងមើលចុះមកខាងក្រោមទៀតតកតងទៅនឹង name parameter ម្ដងថាតើ name parameter ហ្នឹងវាលក្ខណៈវាគឺយ៉ាងម៉េច name parameter ហ្នឹងគឺគេអាចស្គាល់មួយទៀតគេហៅថា positional operators គឺជា operator ដែលចាំបាច់ត្រូវតែដាក់ទៅកាន់លំដាប់របស់វាតែម្ដងយើងចាំមើលឧទាហរណ៍ទាំងអស់គ្នាកាន់តែច្បាស់បន្ថែមទៀតគឺវាអាចនឹងធ្វើការផ្លាស់ប្ដូរនៅទីតាំងរបស់ parameter នឹងបានតាមរយៈការប្រើប្រាស់នៅ name parameter ឥឡូវយើងមើលឧទាហរណ៍នេះគឺយើងឃើញថានេះគឺ parameter 3ស្មើនឹងអញ្ចឹងទៅ parameter 2ឃើញទេគឺអាចនឹងប្រើប្រាស់លក្ខណៈនឹងបានប៉ុន្តែយើងចាំបាច់ត្រូវតែ specify ដោយប្រើប្រាស់ជាលក្ខណៈ name parameter ហ្នឹងគឺមានឈ្មោះ column អីចឹងទៅហើយអាហ្នឹងគឺ valid ឧទាហរណ៍នេះគឺ valid បាទយើងឃើញថាវាអត់មាន specify នៅ name parameter ហ្នឹងទេប៉ុន្តែអត់មាន error អីកើតឡើងដោយសារតែវាត្រូវបានដាក់តាមលក្ខណៈលំដាប់ដូចថា
ជាលក្ខណៈលំដាប់ចុះមកខាងក្រោមគឺ value ទី1 value ទី3ទី3នេះដោយសារតែបើសិនជាយើងអត់បានដាក់នៅត្រង់ចំណុចនេះយើងអត់បាក់នៅ name parameter គឺវាអាចនឹងមានកើតឡើងនៅ error ដោយសារតែយើងដឹងថានេះគឺចាប់ពីលំដាប់មកអញ្ចឹងគឺអត់មាន error កើតឡើងទេយើងមកឧទាហរណ៍ទាំងអស់គ្នាខាងក្រោមនេះគឺវា invalid ទេនេះ invalid ហ្នឹងដោយសារតែបាទ parameter គេ specify name parameter គឺparam3 អញ្ចឹងទៅហើយនៅត្រង់ចំណុចនេះគឺ value ទី2 value 2គឺ invalid ដោយសារតែ 1 ទី1មានឈ្មោះទី2គឺតាក់ទងទៅនឹង positional ហើយទី3ហ្នឹងគឺ name វាអាចនឹងមានកើតឡើងនៅ error ដោយសារតែវាត្រង់ចំណុចនេះគឺចាំបាច់ត្រូវមាននៅ name parameter បើសិនជាមិនអញ្ចឹងទេគឺវាអាចនឹងអត់អាចជុកច្រឡូកច្រឡំគ្នាទេមួយ name មួយ positional មួយទៀតគឺ name អញ្ចឹងយើងត្រូវដឹងរបៀបនៃការប្រើប្រាស់បានច្បាស់ហើយនេះគឺតាក់ទងទៅនឹង method ដូចជាចុងក្រោយហើយតាក់ទងទៅនឹង recursive method ដែលវាហៅខ្លួនវាមកប្រើប្រាស់ហើយ recursive ហ្នឹងគឺអាចប្រើប្រាស់ជាមួយនឹង while loop do while ឬក៏ for each ឬក៏មួយទៀតគឺយើងអាចប្រើប្រាស់ជាមួយនឹង for បាទហ្នឹងគឺ for loop ឬក៏ for each loop នេះគឺមុខងាររបស់ recursive algorithm ឬក៏ method នេះគឺគេប្រើប្រាស់ហ្នឹងសម្រាប់ធ្វើការកាត់បន្ថយនៅបញ្ហាដែលកើតឡើងឧទាហរណ៍ថាបញ្ហាហ្នឹងគឺ problem ហ្នឹងគឺធំហើយវានឹងធ្វើការហៅ method ហ្នឹងខ្លួនវាដដែលហើយដដែលទៀតរហូតដល់ method ឬក៏ solution ត្រូវបានរកឃើញដែលយើងចង់បានហ្នឹងជាក់ស្ដែងឧទាហរណ៍ដែលយើងឃើញនៅកន្លែងនេះគឺតាក់ទងទៅជាមួយនឹងបាទនេះគឺបាទតាក់ទងទៅជាមួយនឹង factorial ឬក៏ខ្មែរយើងហៅថា factorial ដែលវាចាប់ផ្ដើមពីតម្លៃធំ5 factorial មានចំនួនលេខដែលយើងបានឃើញនេះកាត់បន្ថយរហូតដល់ពេលចុងក្រោយឃើញថា0 factorial នៃ0ស្មើនឹង1អាហ្នឹងគឺជា solution ដែលយើងចង់បានដូច្នេះកម្មវិធីនោះវានឹងប្រឈប់ផ្ទាល់តែម្ដងហើយយើងមើលឧទាហរណ៍ទៀតទៅឃើញថាបាទនេះគេបញ្ជាក់អំពី element នៅក្នុង recursive algorithm ដែលទី1គឺជា general case ហើយមួយទៀតហ្នឹងគឺតាក់ទងទៅនឹង base case general case ហ្នឹងវាគឺជា final formula ដែលចុងក្រោយតែម្ដងដូចយើងមើលទាំងអស់គ្នាទៅបាទយើងឃើញថានេះ final formula ឬក៏ general case ហ្នឹងឧទាហរណ៍ថាយើងរកហើយយើងបាននៅ4 factorial អានេះគឺជា general case ហ่ะបន្តមកទៀត3 factorial 2 factorial តែអស់នេះគឺជា general case ហើយបើចំពោះមួយទៀតវិញគឺតាក់ទងទៅនឹង base case វាគឺជា solution ទៅកាន់បញ្ហាដែលយើងកំពុងតែមានហ្នឹងគឺជាដំណោះស្រាយចុងក្រោយតែម្ដងដែល base case ហ្នឹងនៅក្នុងករណីនេះគឺ factorial នៃ0បាទនេះ0 factorial ស្មើនឹង1គឺដំណោះស្រាយដែលយើងរកបានឃើញហ្នឹងគឺគេហៅថាវាគឺជា base case ហើយយើងមើលនេះគឺឧទាហរណ៍គេឲ្យយើងឃើញតែម្ដងគឺបើសិនជាលេខវាមិនទាន់ដល់0ទេដូច្នេះយើងនឹងមើលនៅកាន់នេះគឺអ្វីដែលយើងនឹងឃើញនេះគឺអ្នកទាំងអស់គ្នាឃើញហើយតាក់ទងទៅនឹង factorial វាហៅនៅ method ខ្លួនវាតែម្ដងហើយអ្វីដែលឃើញចាំបាច់នោះឃើញថាដក1បានន័យថាយើងរកបានឃើញលេខ5ហើយបន្ទាប់ពី5ហើយវាគុណជាមួយនឹង number នេះហើយវាបន្ថយលេខនឹងរហូតដល់ឃើញថាលេខហ្នឹងស្មើនឹង0ដូច្នេះវា return នៅ result ស្មើនឹង1គឺវាហៅខ្លួនវាមកប្រើគឺគេនិយាយបន្ថែមទៀតថា recursive នឹងបានផ្ដល់នៅវិធីមួយផ្សេងទៀតទៅកាន់ iterative ឬក៏បញ្ហាដោយប្រើប្រាស់ជាលក្ខណៈ iterative ឬក៏ recursive approach ប៉ុន្តែអ្វីដែលយើងគួរឲ្យដឹងផងដែរថាការដែលប្រើប្រាស់អញ្ចឹងគឺវាមានបញ្ហាកើតឡើង
ដោយសារតែ memory space គឺត្រូវបានប្រើប្រាស់ច្រើនណាសម្រាប់ parameter ម្ដងមួយហ្នឹងវាហៅខ្លួនវាហើយ variable ដូចគ្នាផងដែរនៅក្នុង method ហ្នឹងក៏វាហៅខ្លួនវាម្សាទៀតហើយតាក់ទងទៅជាមួយនឹង return នៅ method ចេញពី method មួយនោះហើយជាមួយនឹង data ណាដែលបានធ្វើការបង្កើតគណៈពេលដែលកំពុងតែ execute ហ្នឹងគឺវាបាន store ទាំងអស់ហ្នឹងហើយ memory space បើសិនជាយើងនិយាយពីឥឡូវវិញគឺវាអត់មានជាបញ្ហាអីទេក៏ប៉ុន្តែការពីមុនហ្នឹងការពី memory យើងនៅទៀបឬក៏តូចអីចឹងគឺមានបញ្ហាច្រើនវាអាចនឹងធ្វើឲ្យយឺតនៅក្នុងការ compile ឬក៏ប្រើប្រាស់ប៉ុន្តែយើងវាអាស្រ័យទៅលើបញ្ហាហ្នឹងផងដែរបើសិនជាបញ្ហាណាដែលត្រូវការនៅ method ទាំងអស់ហ្នឹងគឺយើងនៅតែប្រើដូចគ្នាហើយមួយទៀតចំពោះកម្មវិធីណាឧទាហរណ៍ថាធំអីអញ្ចឹងយើងគួរតែដឹងច្បាស់អំពីអ្វីដែលថា memory space ឬក៏ល្បឿនអីអស់ហ្នឹងយើងគួរតែស្វែងយល់អំពីវាហើយការដែលប្រើប្រាស់ recursive ជាក់ស្ដែងនៅកន្លែងនេះគឺគេអាចនិយាយគេបានប្រាប់ផងដែរថាកូដកាន់តែ complex កាន់តែពិបាកកាន់តែស្មុគស្មាញគឺ error កាន់តែមានច្រើនហើយការដែលប្រើប្រាស់ជាមួយនឹង recursive ហ្នឹងគឺភាគច្រើនគេប្រើប្រាស់នៅជាមួយនឹង perform នៅលក្ខណៈ backtracking ដែលអាហ្នឹងគឺសម្រាប់នៅក្នុង game គឺគេអាចនឹងប្រើប្រាស់វាសម្រាប់ធ្វើការស្វែងរកនៅផ្លូវអីជាដើមអញ្ចឹង pathfinding ហើយនេះគឺតកតងទៅនឹង task ដែលជាប្រើប្រាស់ជាលក្ខណៈ recursive គេឲ្យយើងឧទាហរណ៍នៅក្នុងកន្លែងនេះគឺបូកចឹងទៅធ្វើម៉េចឲ្យឃើញនៅតម្លៃដែលគេចង់បានខ្ញុំអត់និយាយពីវាច្រើនទេយើងមើលតកតងទៅនឹង scope ម្ដង scope នេះគឺតកតងទៅជាមួយនឹងscope នេះវាគឺជា area ឬក៏ region នៅក្នុងផ្នែកឬក៏តំបន់ណាមួយផ្នែកនៃ computer នៅក្នុង program ហ្នឹងតែម្ដងគឺទាំងអស់គ្នាទៀតនឹងស្វែងយល់ច្បាស់បន្ថែមទៀតឥឡូវយើងមើលថែមទៀតថាគេចង់និយាយពីអីគឺអាចប្រើប្រាស់ដោយមិនចាំបាច់មាននៅអ្វីដែលជាជំនួយវាទេហើយឧទាហរណ៍ថា method វាមាននៅ scope ហ្នឹងប៉ុន្តែវាអត់ដូចគ្នាទៅជាមួយនឹងការដែលធ្វើការប្រើប្រាស់ឬក៏ហៅនៅ method ហ្នឹងមកប្រើប្រាស់ទេបានន័យថា some method គឺវាមាននៅ scope របស់វាផ្ទាល់ហើយបើនិយាយពី some object dot some method គឺវាហៅនៅ method ហ្នឹងមកប្រើគឺ scope របស់វាក៏អត់ដូចគ្នាជាមួយនឹង method ខាងលើនេះដែរ method គឺវាលក្ខណៈសំខាន់ដោយយើងអត់អាចធ្វើការប្រើប្រាស់នៅឈ្មោះវាដូចគ្នានៅក្នុង scope តែមួយនោះទេលុះត្រាតែយើងប្រើប្រាស់នៅដូចយើងនិយាយខាងលើអញ្ចឹង overloading method overloading ហើយ C# ហ្នឹងគឺយើងឃើញថាវាមាន limited ទៅកាន់ code block ដែលយើងមើលឧទាហរណ៍ខាងក្រោមគេនិយាយបន្ថែមទៀតហើយឃើញថាការ define នៅ class define នៅ method ឬក៏ repetition អីហ្នឹងគឺ scope របស់វាខុសៗគ្នាហើយនេះគេនិយាយឯនេះកន្លែងចំណុចនេះតកតងទៅនឹង variable declare នៅក្នុង scope មួយគឺវាឧទាហរណ៍ថាយើង declare គឺវារហូតទៅដល់ខាងចុងរហូតដល់ខាងចុងក្រោយនៃ code block មួយនោះដោយយើង specify ដោយប្រើប្រាស់នៅនេះសញ្ញាវងកញ្ចក់អញ្ចឹងបានន័យថានៅចុងវងកញ្ចក់ហ្នឹងគឺ scope របស់វាដល់ត្រង់ចំណុចហ្នឹងហើយបើ variable នៅក្នុង loop វិញគឺវា scope របស់វាឬក៏និយាយឲ្យស្រួលស្ដាប់គឺសុពលភាពឬក៏ប្រសិទ្ធភាពរបស់វាហ្នឹងគឺបានតែនៅក្នុង loop មួយនោះទេតកតងទៅនឹង parameter គឺដូចគ្នាបើសិនជាយើង scope របស់ parameter list ហ្នឹងសម្រាប់ method ណាមួយគឺវាមានតែប្រសិទ្ធភាពនៅក្នុង method ហ្នឹងតែប៉ុណ្ណោះដូចគ្នាតកតងទៅជាមួយនឹង variable property ជាមួយនឹង method សម្រាប់ entire class ទាំងមូលតែម្ដងយើងមើលមកវិញទៀតតាក់ទងទៅជាមួយនឹង argument promotion ឬក៏ casting តើអាហ្នឹងពីរហ្នឹងខុសគ្នាមិនយើងមើលទៅឃើញថានេះឧទាហរណ៍នេះគឺជាតម្លៃ double ហើយនេះគឺជា integer ហើយដល់ពេលដែលយើងទទួលបានតម្លៃយើងដាក់ចូលទៅកាន់ int ហើយបើនេះវិញដូចគ្នា
ប៉ុន្តែដាក់ចូលទៅកាន់ double អញ្ចឹងយើងមើលទាំងអស់គ្នាទៅថាវាខុសគ្នាមិនបានន័យថានេះគេនិយាយអីline ទាំងពីរហ្នឹងគឺដូចគ្នាប៉ុន្តែខុសតា data type ដែល store វាទេហើយអ្វីដែលយើងគួរឲ្យកត់សម្គាល់នោះឃើញថា the first ទី1នេះគឺវាបានផ្ដល់នៅ error message មួយដោយសារវាអត់អាចធ្វើការ convert ពី double ទៅកាន់ in នឹងបានទេហើយបើសិនជាទី2នេះវិញគឺវាមាន error ដែរក៏ប៉ុន្តែវាអាចធ្វើការ compile កើតនេះ compile correctly ហើយវាមាន error ដែរដោយសារតែ double convert ទៅកាន់ in គឺចាំមើលទាំងអស់គ្នាគឺមានរូបមួយបង្ហាញអ្នកទាំងអស់គ្នាកាន់តែច្បាស់តែម្ដង compiler ឬដោយសារតែនេះគេនិយាយពីមូលហេតុខាងលើហ្នឹងមិនបានថាវា compile ដោយត្រឹមត្រូវណាគឺថា compiler មិនថា compiler ឬក៏ computer hardware ទេគឺវាដឹងថាតើរបៀបវិធីនៅក្នុងការគុណនៅតម្លៃឬក៏គុណនៅ data type ខុសៗគ្នាហ្នឹងគឺចូលគ្នាបានហើយវាធ្វើការ convert automatic តែម្ដងគឺពី in ទៅកាន់ double ហ្នឹងឬក៏គេហៅវាថាជា argument promotion បានន័យថាវា convert auto តែម្ដងដោយសារតែ compiler ឬក៏ computer hardware ហ្នឹងគឺវាដឹងតែម្ដងរវាងវិធីសាស្ត្រនៅក្នុងការកណនាអីចឹងជាដើមargument promotion ដែលខ្ញុំចង់និយាយហ្នឹងគឺវាមាននៅ rule របស់វាមិនមែនតែធ្វើការ convert សុទ្ធតែម្ដងទេគឺយើងមើលរូបភាពទាំងអស់នេះតែម្ដងទៅឃើញថានេះគឺជា scope របស់ integer ហើយវាមាន unsigned វាមាន sign unsigned នេះគឺអត់ store នៅតម្លៃ negative ទេហើយវាមាន floating point វាមាន decimal ហើយថាតើ convert ហ្នឹង convert ចូលលោកឡំគ្នាបានទេយើងមើលឧទាហរណ៍ខាងក្រោមទៀតបាទដដែលគឺមានតម្លៃ double ធ្វើការ store ទៅកាន់ integer ហើយមួយទៀត double ទៅកាន់ double អាទី1នេះគឺ assign double ទៅកាន់ integer គឺបានន័យថា data ត្រូវធ្វើការ convert មុនហើយយើងមើលទៅឃើញថាបាទឥឡូវខ្ញុំបាទយើងមើលទៅឃើញថាdouble ធ្វើការ convert ទៅ in គេនិយាយនៅត្រង់ចំណុចនេះគឺវាមាន error បើសិនជាទី2នេះវិញអត់មាន error ទេដោយសារអីគេយើងមើលនៅ argument promotion ទាំងអស់គ្នានៅក្នុងភាសា C# ដោយសារតែ in គឺនេះ in គឺវាស្ថិតនៅក្នុង integral ហើយយើង convert រវាងជាមួយនឹង double វានៅក្នុង floating point វាអត់ដូចគ្នាដល់អញ្ចឹងពេលយើង convert ទៅវាខុសតែម្ដងហើយយើងឃើញថាឧទាហរណ៍ទី2វាអត់មានបញ្ហាដោយសារវា double មួយ double វានៅក្នុងនេះតំបន់របស់វានេះយើងមើលបន្ថែមមកខាងក្រោមទៀតតកតងទៅជាមួយនឹងនេះគឺជាវិធីសាស្ត្រមួយទៀតឃើញថាបើសិនជាអត់មាននៅ argument promotion នឹងទេគឺការដែល convert នៃជាលក្ខណៈ implicit គឺយើងចាំបាច់ត្រូវតែមានតែម្ដងអាហ្នឹងគឺតកតងទៅនឹង concept ឬក៏ version ថ្មីមួយទៀតរបស់ statement ដែលយើងបានឃើញនេះហើយតកតងទៅជាមួយនឹងនេះគឺតកតងទៅនឹង casting ហ្នឹងគឺ convert តម្លៃពីមួយទៅកាន់ data type មួយផ្សេងទៀតដោយយើងឃើញ syntax របស់វាហើយនេះគឺជាអានេះគឺតកតងទៅជាមួយនឹងការប្រើប្រាស់ casting គឺ convert .to in 3264 ឬក៏ to double to អីចឹងទៅ decimal ទៅហើយបើចំពោះ casting នេះគឺយើងអាចទៅសេជាលក្ខណៈអក្សរលក្ខណៈកាត់បាន shorthand បានគឺយើងសេ type ហើយ expression នេះតែម្ដងដែល expression វាអាចគឺជា literal តម្លៃដើមតែម្ដង variable ដែល store នៅតម្លៃណាមួយឬក៏ការហៅនៅ method គឺយើងអាចប្រើប្រាស់នៅជាមួយនឹង casting នឹងបានដែល casting នេះគឺយើងឃើញហើយនេះឧទាហរណ៍ជាក់ស្ដែងគឺមាននៅ in ហើយតម្លៃនៅខាងក្នុងរបស់វាបន្ទាប់ពីយើងទៅ
គុណឧទាហរណ៍ថាគុណតម្លៃនឹងហើយយើងធ្វើការ convert ទៅកាន់ integer នឹងតែម្ដងហើយ store ទៅកាន់លក្ខណៈជា variable ដែលជា type integer បាន casting គេនិយាយបានផងដែរថាវាមិនមែនជា shorthand របស់ convert class ទេគ្រាន់តែថាវាអាចជានេះគេនិយាយវាអត់ដូចគ្នាទេគ្រាន់តែថា casting ហ្នឹងវាមិនចាំបាច់ត្រូវការប្រើប្រាស់នៅ convert ពី string ហើយជាមួយនឹង type ណាផ្សេងមួយទៀតដូច numeric ចឹងទៅដែល casting ហ្នឹងវាអត់មាន error អីទាំងអស់ហើយបើសិនជា data ណាឧទាហរណ៍ថា data ឧទាហរណ៍ថាយើង convert ហើយ data ត្រូវបានបាត់បង់វាអត់មានបញ្ហា error កើតឡើងឲ្យយើងដឹងទេវាអត់ដូចទៅជាមួយនឹងការប្រើប្រាស់នៅ convert class ខាងលើនោះទេបាទនេះគឺតកតងទៅជាមួយនឹង byte store នៅ byte យើងមើលបន្ថែមទៀតតកតងទៅនឹងចិត្តចប់ហើយតកតងទៅនឹង arithmetic support ដែលនៅក្នុងភាសា C# គឺវាមាន class មួយតកតងទៅនឹងគណិតទៅនឹង math class ដែលវាមាននៅ function ឬក៏ constraint មួយចំនួនដូចយើងបានឃើញនេះហើយគឺ math.pi គឺជាតម្លៃរបស់ pi 3/14 អីហ្នឹងហើយក៏វាមាននៅជាមួយនឹង method របស់វាហ្នឹងគឺមាន method abs ឬក៏ absolute value ដែលជាវា function មួយហ្នឹងឬក៏ method មួយហ្នឹងវាអាចនឹងធ្វើការលុបបំបាត់នៅ negative ទាំងអស់បើសិនជាមាន negative សញ្ញា negative អីហ្នឹងសញ្ញាវិជ្ជមានហើយនេះគឺតកតងទៅនឹង method.ceiling ceiling នេះគឺធ្វើការ round នៅតម្លៃណាមួយទៅកាន់ប្រកួតចង់និយាយថាប្រកួតលេខទៅកាន់ nearest integer value ឧទាហរណ៍ថាលេខ5អញ្ចឹងទៅវាអាចនឹងធ្វើការប្រកួតទៅ6អីចឹងទៅកតុយក្រោយនឹងហើយចំពោះ floor នេះវិញគឺប្រកួតដែរបើចុះក្រោមវិញ around ចុះក្រោមចំពោះ math.max យើងដឹងស្រាប់ហើយ max គឺបានមកពី maximum រវាង2តម្លៃ2ចឹងទៅមួយវាយកនៅតម្លៃអតិបរមាហើយនេះតម្លៃតូច minimum ហើយ pound នេះគឺតកតងទៅជាមួយនឹងស្វ័យគុណបាទស្វ័យគុណនៃលេខប្រមាណចឹងទៅហើយ dot round គឺតកតងទៅគឺ round ធ្វើការ round តម្លៃអាចនឹងជា integer ឬក៏ decimal ហើយចំពោះ square នេះវិញគឺតកតងទៅនឹងឬgrade នៃលេខណាមួយចឹងទៅហើយនេះ truncate គឺវានឹងធ្វើការ eliminate នៅរាល់ decimal ចេញអំពី number បើសិនជា number ហ្នឹងមានបើសិនជា number ហ្នឹងមានជាលក្ខណៈ decimal វានឹងធ្វើការលុបបំបាត់ចោលហើយនេះគឺ task តកតងទៅនឹង standard deviation គឺគេមាន standard deviation deviate គេមានប្រាប់technique នៅក្នុងការធ្វើការដោះស្រាយនៅ problem មួយហ្នឹងហើយយើងមើលបន្ថែមទៀតនេះគឺតកតងទៅជាមួយនឹង validity checking ឬក៏ការ check នៅ validate នៅរាល់បញ្ហាដែល user គាត់ធ្វើការបញ្ចូលតម្លៃមកហ្នឹងគឺយើងត្រូវតែ check មើលថាតើការតែបញ្ចូលតម្លៃរបស់ user ហ្នឹងគឺវាស័ក្តិសមអត់បើសិនជាមិនអញ្ចឹងទេគឺភាគច្រើន attacker ឬក៏ពួក hacker អីហ្នឹងគឺតែងតែរកនៅបញ្ហាចំណុចខ្សោយនៅក្នុងការ check ហ្នឹងគឺវាអាចនឹង attack តាមរយៈហ្នឹងតែម្ដងឧទាហរណ៍ថាថ្ងៃខែដូចថាខែ2គឺអត់មាននៅលេខថ្ងៃទី30ឬក៏ថ្ងៃ31អីទេហើយដូចក្នុងខែហ្នឹងចាប់ពីខែណាមានថ្ងៃ30ខែណាមាន31អីចឹងជាដើមគឺយើងត្រូវ check មើលចំណុចទាំងអស់ហ្នឹងហើយវាមាននៅmethod static method ខ្លះដែរសម្រាប់ធ្វើការ check ហ្នឹង
បើសិនជាឧទាហរណ៍ថាបញ្ចូលនៅ ID របស់សិស្ស ID របស់សិស្សយើងដឹងស្រាប់ហើយថាវាគឺជាលេខទេវាមិនមែនជាអក្សរstring អីទេគឺយើងអាចប្រើប្រាស់នៅ is digit ចឹងទៅហើយនេះគឺ is letter សម្រាប់ check នៅជាអក្សរហើយនេះគឺអក្សរឬក៏លេខវាមានផងដែរគឺអក្សរតូចអក្សរធំហើយនេះគឺ is lower សម្រាប់ធ្វើការ check នៅអក្សរទូច number លេខហើយលេខហ្នឹងគឺវាមានលេខហើយវាមាននៅ character ផ្សេងៗទៀតហើយនេះគឺ check នៅ punctuation ហើយនេះ separator សម្រាប់ធ្វើការតេស្តនៅឧទាហរណ៍ថា user គាត់ជួនកាលគាត់ចោះបន្ទាត់ជួនកាលគាត់ចុចនៅ space ហើយនេះ is symbol រូបសញ្ញា upper អក្សរធំ white space បាទនេះដូចជា space tab អីចឹងទៅហើយនេះគឺតកតងទៅនឹង task មួយទៀតហើយដូចយើងឃើញនៅចំណុចនេះគេនិយាយគឺ number store ចាប់ពី8ដល់10 long ហើយអាយុកំណត់ចាប់ពីណាដល់ណាគឺគេ specify ត្រង់ចំណុចនេះហើយនៅ session ក្រោយៗទៀតក៏មាននិយាយផងដែរតកតងទៅនឹងការប្រើប្រាស់នៅ regular expression ដើម្បីធ្វើការ validation checking នៅត្រង់ចំណុចនៅក្នុងការបញ្ចូលអីទាំងអស់ហ្នឹងឥឡូវយើងមើលត្រឡប់ទាំងអស់គ្នា overview ចុងក្រោយតើយើងបាន cover អីគេខ្លះហើយយើងបានរំលងអីគេខ្លះចាំមើលទាំងអស់គ្នាបាទខ្ញុំបាននិយាយហើយ introduction collection arrayបាទយើងនិយាយហើយ checker array នេះក៏បាននិយាយដែរបាទយើងឃើញទាំងអស់គ្នាហើយstatic ឬក៏ constant member ដែលនេះគឺតកតងទៅនឹង static variable គួរតែជា private ហើយបើ interface ដោយអាចនឹងប្រើប្រាស់ជាលក្ខណៈ property ហ្នឹងគួរតែជា public អីចឹងទៅបាទយើង cover បានអស់ហើយមើលបន្ថែមទៀត pass by value pass by reference បាទនេះ keyword out ឬក៏មួយទៀត keyword ref នេះគឺ method overloading ឈ្មោះ method ដូចគ្នាក៏ប៉ុន្តែ data type ជាមួយនឹង parameter ខុសគ្នា optional ប្រើក៏បានអត់ក៏បានចំពោះ parameter name parameter យើងគួរ specify នៅ parameter ណាបើសិនជាយើងប្រើវាអត់ជាលក្ខណៈតាមលំដាប់recursive call ខ្លួនវាមកប្រើចំពោះ method scope របស់កម្មវិធី argument promotion ឬក៏ casting បាទយើងបាននិយាយហើយនេះគឺ function របស់ math គណិតខ្លះខ្ញុំធ្វើការ search នៅពាក្យ implicit មួយប្រហែលជាខ្ញុំឡងនៅចំណុចហ្នឹងបាទនៅត្រង់ចម្លៃនេះគេនិយាយថា data type អ
បាទតកតងទៅនឹង implicit conversion ហើយជាមួយនឹង explicit conversion ដែល implicit ហ្នឹងវាស្ថិតនៅ argument promotion ហើយ explicit ហ្នឹងគឺតកតងទៅជាមួយនឹង casting ខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលរូបមួយប្រហែលជាងាយស្រួលនៅក្នុងការយល់ឃើញថា implicit នេះគឺដូចខ្ញុំបានបញ្យល់ឧទាហរណ៍ដំបូងនឹងដូចគ្នាដែរគឺវាមាននៅលេខឧទាហរណ៍ថាលេខអញ្ចឹងទៅហើយបូកជាមួយនឹងក្បៀសហើយបន្ទាប់មកទៀតវា store ចូលទៅអញ្ចឹងណាអាហ្នឹងយើងដឹងហើយ explicit ដូចគ្នាយើងធ្វើការនេះឧទាហរណ៍ថាដំបូងយើង store ជាលក្ខណៈ integer ឯងហើយវាមានយើងមាននៅលេខ5ដែលជា integer យើងបូកនៅជាមួយនឹងនេះគឺ double ដែល double ហ្នឹងមុននឹងយើងធ្វើការបូកចូលទៅយើង convert ដែលប្រើប្រាស់នៅលក្ខណៈ casting វាទៅកាន់ integer សិនហើយបន្ទាប់មកទៀតទៅបូកលេខហ្នឹងដាក់ចូលទៅតែម្ដងហើយបើសិនជានេះវិញគឺ implicit គឺវាបូកលេខហ្នឹងអត់មានធ្វើការ convert មុនទេបន្ទាប់មកទៀតឲ្យ compiler ធ្វើការ convert auto តែម្ដងនេះគឺភាពខុសគ្នារវាង implicit ជាមួយនឹង explicit យើងមើលបាទខ្ញុំគិតថាចំពោះ session មួយនេះគឺខ្ញុំបាននិយាយអស់ហើយតាក់ទងទៅនឹងអ្វីដែលខ្ញុំបាន cover នៅថ្ងៃនេះហើយអរគុណចំពោះការតាមដានរបស់អ្នកទាំងអស់គ្នា